ជំរាបសួរបងប្អូនទាំងអស់គ្នាចឹងការពីវីដេអូមុនខ្ញុំបានបញ្ចប់ត្រឹមកន្លែងយើងបង្កើតគណនី Facebook អាមេរិកបានណាចឹងថ្ងៃនេះខ្ញុំមកប្រាប់ពីកន្លែងដាក់ location នៅលើ LD ជាមួយនឹងការរៀបចំ account Facebook របស់យើងចឹងមុនចូលទៅដល់វីដេអូសូមបងប្អូនទាំងអស់គ្នាជួយចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងចឹងការកំណត់ទីតាំងនៅលើ LD យើងយកដូចរូបសញ្ញាព្រួយហ្នឹងដូចយើងដាក់ដាវចឹងណាយើងចុចកន្លែងហ្នឹងហើយយើងដាក់location ដែលយើងចង់ដាក់ទៅឧទាហរណ៍ថាអានេះរបស់ខ្ញុំភ្ជាប់ VPN ទៅនៅ New York អញ្ចឹងខ្ញុំធ្វើការ search ពាក្យ New York ខ្ញុំយកពាក្យខាងលើដើម្បីកំណត់ទីតាំងទៅ New York អញ្ចឹងអានេះយើង zoom វាមកហើយយើងធ្វើការរើសទីតាំងមួយដែលយើងចង់ដាក់នៅចំណុចកន្លែងណាក៏បានដែរយើងដាក់កន្លែងណាក៏បានអញ្ចឹងខ្ញុំសុំដៅវាមួយហើយខ្ញុំចុច locate hereចុចអក្សរពណ៌ខៀវហ្នឹងមកហើយយើងចុចខ្វែងប៉ុណ្ណឹងមកបានហើយអញ្ចឹងការចូលទៅរៀបចំ account Facebook របស់យើងវិញយើងចូលទៅកាន់ tray 3ហើយយើងយករូប profile យើងមកអញ្ចឹងកន្លែងនេះវានឹង load ឲ្យយើងរៀបចំ profile Facebook របស់យើងចុច get start អញ្ចឹងកន្លែងនេះខ្ញុំសូមធ្វើការដាក់រូបភាពមកហើយដោយសារក្នុង LD ខ្ញុំមានរូបស្រាប់អញ្ចឹងខ្ញុំរើសមួយយកមកដាក់យើងយក save ខាងលើមកយើងចាំពីបន្តិចអូខេបានហើយយើងចុច next អញ្ចឹងត្រង់កន្លែងនេះបើសិនជាយើងបានរៀបចំហើយវានឹង load នៅខាងក្រោមឲ្យយើងទៅតាមទិសដៅដែលយើងបានកំណត់ណាអញ្ចឹងខ្ញុំដាក់ New York អញ្ចឹងវា load នៅខាងក្រោមបណ្ដោយអញ្ចឹងកន្លែងនេះយើងដាក់ទីតាំងក៏យើងគាត់ទៅវាយ New York មកអូខេវា load New York ឲ្យយើងយកហើយយើងចុច save ហើយ school នេះក៏យើងដាក់ New York ដែរទៅនៅខាងក្រោមឲ្យតែមានអក្សរ N ហើយអក្សរ Y ធំដឹងតែវានៅទីតាំងលើ New York ហើយអញ្ចឹងយើងចុចយកមកដោយសារយើងអត់ស្គាល់សាលាច្បាស់អញ្ចឹងយើងមានតែព្រាវដែរអញ្ចឹងយើងយក New York ទៀត save អញ្ចឹងកន្លែង company work នេះកន្លែងនេះខ្ញុំសុំដាក់អ្នកទាំងគ្នាអាចដាក់មិន Facebook ក៏បានឬក៏សម្រាប់ខ្ញុំដាក់ freelance ចុះខ្ញុំចុចពាក្យ save កន្លែង relationship អ្នកទាំងគ្នាដាក់មិនក៏បានតែខ្ញុំសុំដាក់ single ទៅហើយកន្លែងខាងនេះខ្ញុំសុំដាក់រូបភាពមួយដែរអូខេ cover នេះយើងដាក់រូបហើយយើងចាំវាបន្តិចអូខេបន្ទាប់ពីវាចេញចឹងហើយយើងចុច next អូខេយើងយក view profile យើងវិញមកអូខេអញ្ចឹងការរៀបចំ profile របស់យើងមានប៉ុណ្ណឹងហើយយើងសូមធ្វើការ check in វាមួយមកណាអញ្ចឹងយើងយកកន្លែងខាងលើហ្នឹងកន្លែងនេះយើងយក public ហើយ crease វាមកនៅពេលដែលយើងផុសលើក្រោយវា public រហូតយើងអត់ហត់ដូរចុះដូរឡើងអញ្ចឹងយើងយកពាក្យ check in យើង allow វាមក allow ទៀតចឹងត្រង់កន្លែងនេះនៅពេលដែលយើងបានរៀបចំនៅលើ LD ក៏ដូចជាបើក VPN ហើយវានឹងធ្វើការ load នៅខាងលើមកទៅតាំងទិសដៅដែលយើងបានដាក់អញ្ចឹងខ្ញុំដាក់ទៅ New York អញ្ចឹងវា load នៅលើ New York មកអញ្ចឹងយើងចុចធ្វើការផុសវាមួយមកហើយយើងអូសចុះមកក្រោមបន្តិចនៅកន្លែងរូបភាពវានេះវាឲ្យយើង take location ដែរអញ្ចឹងយើង take វាមួយមកដាក់ទៅ New York ដូចគ្នាអូខេអញ្ចឹងការរៀបចំ account Facebook របស់យើងមានតែប៉ុណ្្នឹងទេហើយខ្ញុំប្រាប់មួយទៀតដើម្បីឲ្យវាមាន new feed ថ្មីៗណាអញ្ចឹងយើងសូមធ្វើការ back ថយក្រោយទៅកាន់ home វិញមកអូខេដើម្បីឲ្យវាមាន new feed ថ្មីៗទៅកាន់ទីក្រុង New York អញ្ចឹងជាដំបូងយើងអាចចូលកន្លែង search ហើយខ្ញុំ search ពាក្យថា New York បើសិនជាអ្នកទាំងអស់គ្នានៅរដ្ឋផ្សេងអាចធ្វើការ search នៅរដ្ឋផ្សេងបានណាចឹងដោយសារតែខ្ញុំដាក់នៅទីតាំងនៅ New York ចឹងខ្ញុំ search នៅ New York ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើការ join group មួយឬក៏ពីរដើម្បីឲ្យ new feed របស់យើងហ្នឹងវា load ទៅទីតាំងហ្នឹងណាចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយដែលខ្ញុំនឹងប្រាប់ពីការadd friend ក៏ដូចជាការរៀបចំការ off scroll ឲ្យវាដើរដោយខ្លួនឯងនៅលើ LD ចឹងបាយបាយ